ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 17:30 នាទីយោធាថៃបានបាញ់ប្លង់កំភ្លើងធំនិងកំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់គគីនៅវេលាម៉ោង 17:47 នាទីយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពដោយបានចល័តរក្រោះនិងប្រើប្រាស់កំភ្លើងធំបាញ់ចូលទៅក្នុងភូមិសាស្ត្រវាលឥន្ទ្រីភ្នំខ្មោចបោះស្បូវនិងជាំតែសភាវុធធនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ក្នុងកំឡុងពេលប្រតិបត្តិការឈ្លានពានមកលើកម្ពុជាកាលពីម្សិលមិញថ្ងៃទី17ខែធ្នូឆ្នាំ2025ចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺមករួមមានកំភ្លើងដេកាកំភ្លើង 100 មីលីម៉ែត្របំពាក់លើរថក្រោះកំភ្លើងធំ 105 មីលីម៉ែត្រកំភ្លើង 155 មីលីម៉ែត្រកំភ្លើងគាំទ្រគ្រប់ប្រភេទដ្រូនបាញ់ផ្សាញ់ពុលដ្រូនទម្លាក់ភ្លើងដ្រូនអត្តឃាតដ្រូនបំពាក់លើកំភ្លើងនិងរថក្រោះរហូតដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង 5:30 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាបន់ធំរហូតដល់ពេលនេះយោធាថៃនៅតែបន្តបាញ់ប្រហារបន្ថែមទៀតទៅកាន់ភូមិសាស្ត្រប្រាសាទព្រះវិហារ 5 មករាចំការចេកដោយប្រើប្រាស់រថក្រោះកំភ្លើងធំនិងរថក្រោះចំពោះសភាពការនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី2ស្ថានភាពជួរមុខនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4សំទោសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីលាម៉ោង 17:00 នាទីថ្ងៃទី17ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង 8:00 នាទីថ្ងៃទី18ខែធ្នូឆ្នាំ2025នៅថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 17:37 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅក្រោយភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង 23:10 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិចំការកោឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនៅថ្ងៃទី18ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 1:10 នាទីរំលងអត្រារហូតដល់វេលាម៉ោង 6:44 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងបានប្រើប្រាស់កំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជានិច្ចសូមធ្វើការជម្រាបជូនសាជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាពីការឈ្លានពានរំលោភបំពានរបស់យោធាថៃគឺយើងផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅទៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃប៉ុណ្ណោះដែលបើកការបាញ់ប្រហារមកលើទីតាំងស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានធ្វើឲ្យប្រជាជនស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរបួសមានការកើនឡើងការប្រើប្រាស់សភាវុធធនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកែត DJI 2 drone ទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងការដាក់ពង្រាយទីហ៊ានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតហើយមិនអាចប្រកែកបានចំពោះការរំលោភបំពានទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិទាំងមូលផងដែរក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ
កោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលឃោរឃៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពាននឹងការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ជូនផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលជាតិរបស់កម្ពុជាបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ជូនផងដែរថានៅសិទ្ធិកស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពនៅជួរមុខក្រសួងការពារជាតិនឹងមានការផ្សាយចេញតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and member of the press. This morning I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th military region on December 18, 2025, which enter the 12 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of the Thai aggression and attack on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th military region, Udominjay and Pravihir province. The Thai military continue its attack on Cambodia from 5 p.m. on December 17 to 8 a.m. on December 18, 2025. On December 17, 2025, at 5:30 p.m., the Thai military fired artillery shell into the area of Chupkaki. At 5:47 p.m., the Thai military advanced their tank and fired artillery into the area of Vientry, Phnom Kmau, and Bosbeu Chom Tai. The heavy weapon that the Thai military has used during their aggressive operation against Cambodia yesterday on December 17, 2025, from 4:45 a.m., including DK machine gun, 100mm tank mounted guns, 105mm mortar, and 155mm artillery, and other supporting weapons, drone carry toxic gas, drone dropping flame, kamikaze drone carry guns and tanks. On December 18, 2025, at 5:30 a.m., the Thai military fired artillery shell into the area of Tamon Temple. Until now, they launched their attack into the area of Pravihir Temple, Pramakra, and Chamkachek by using tanks. The situation in the area remains calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at 5th military region,
Banteay Min Chey and Posat province. The Thai military continued its attacks on Cambodia from 5 p.m. on December 17 to 8 a.m. on December 18, 2025. On December 17, 2025, at 5:37 p.m., the Thai military deployed reconnaissance drone violated Cambodian airspace in the area behind Chok Chey and Prejang village. At 11:10 p.m., the Thai military fired artillery shell into the civilian area of Chomkakor village, Swai Chey commune, Swai Chey district, Banteay Min Chey province. On December 18, 2025, from 1:10 a.m. to 6:44 a.m., the Thai military deployed reconnaissance drone and fired artillery shell into the area of Opluk Damrai. The situation in other areas remained calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in many deaths and injury to innocent Cambodian civilians. Thailand's use of all types of heavy and destructive weapons and equipment, including F-16 fighter jets, DKI-2, bombing drones, cluster bombs, and toxic gas, and the deploy of the large number of troops to encroach on Cambodian territory is a clear and irrefutable proof of Thailand's violation of the United Nations Charter, the ASEAN Charter, and the basic principle of international law. Such irresponsible and illegal action undoubtedly pose a grave danger not only to regional peace and stability, but also the very foundation of international order. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crimes and unlawful activities, as well as demand that Thailand must take full responsibility for such brazen violations. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region as a whole. It is also important to stress that as of now, the heroic Cambodian Army and National Police Force will continue to share strong, brave, and steadfast in their fight against the aggressor and always remain vigilant to exercise our rights to self-defense as enshrined in the international legal instruments in the fulfillment of their duty to defend and protect at all costs the Cambodian territorial integrity and people. For further update reports regarding the frontline situation, please visit the official media channels of Ministry of National Defense of Cambodia. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃមកលើកម្ពុជានៅក្នុងយុទ្ធភូមិភាគទី 4 និងទី 5 នៅព្រឹកនេះនាងខ្ញុំនឹងជម្រាបជូនអំពីស្ថានភាពវិវត្តថ្មីៗនៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា